ម៉ែខ្ញុំគាត់លូថាសាបមាត់កូនលេបឆ្នាំយូខែពេកមានអារម្មណ៍ថាសាបមាត់ភ្លៀងមាត់មែនទែនខ្ញុំក៏សម្រេចចិត្តទៅបេះស្លឹកខ្នឹងដើម្បីយកមកស្លម្ជូរគ្រឿងស្លឹកខ្នឹងឲ្យម៉ែហូបឲ្យជ្រះមាត់ម្ដងហើយម្ជូរគ្រឿងស្លឹកខ្នឹងរបស់ខ្ញុំគឺខ្ញុំស្លដាក់សាច់គោហើយនឹងឆ្អឹងជំនីជ្រូកលាយបញ្ចូលគ្នាហើយការស្លរបស់ខ្ញុំតកួនខ្ញុំមកដំឲ្យខ្ញុំគ្រាន់តែច្របាច់របៀបហ្នឹងមកគឺខ្ញុំអាចដាក់ស្លបានហើយស្លឹកខ្នឹងក៏អត់មានបរិមាណច្រើនដែរតិចតួចមែនទែនហ្មងហើយនិយាយពីថានៅក្រៅផ្ទះរបស់ខ្ញុំសម្បូរស្លឹកខ្នឹងមែនទែនបងប្អូនបាច់ហត់ទិញគេទេស្លឹកក្រូចក៏មានស្លឹកខ្នឹងក៏មានហើយម៉ែខ្ញុំក៏ថាអញ្ចេះអូស្រៀវទៅហូបអត់កើតទេស្រួលតែសាផ្លែវអញ្ចឹងឲ្យសុំអង្គុយមើលមីអូនស្លម្ដងមើលក្រែងលោវាស្លស៊ីអត់កើអាហ្នឹងជាភាសាគាត់និយាយមកកាន់ខ្ញុំណាបងប្អូនអញ្ចឹងហើយខ្ញុំក៏សម្រេចចិត្តទាញកត្រកមកដើម្បីទៅបេះស្លឹកខ្នឹងនៅក្រៅផ្ទះហើយក្រៅផ្ទះរបស់ខ្ញុំបងប្អូនគឺមានដើមឈើធំរបៀបហ្នឹងហើយស្លឹកខ្នឹងបាច់រោណានៃឆ្ងាយទេវានៅតែវាលើដើមឈើនឹងឯងយើងសន្លឹងមើលទៅលើដើមឈើទៅគឺឃើញហើយខ្ញុំចូលទៅបេះនឹងក្រងផងអីផងហើយខ្ញុំជឿជាក់ថាបងប្អូននឹងយុវជនចំនួនក្រោយមកចំនួនទូចខ្លះដែលគាត់អាចនឹងអត់ស្គាល់ស្លឹកខ្នឹងទេហើយស្លឹកខ្នឹងវាមានរសជាតិជូរដែលយើងអាចយកមកជំនួសជាមួយនឹងត្រួយអំពិលបានណាហើយខ្ញុំចាំបានថាការខ្ញុំនៅពីទូចហ្នឹងម៉ែខ្ញុំគាត់ប្រើឲ្យខ្ញុំទៅបេះស្លឹកខ្នឹងគាត់ស្មានតែខ្ញុំស្គាល់បងប្អូនដល់ពេលឲ្យខ្ញុំទៅបេះស្លឹកខ្នឹងខ្ញុំមិនមែនទៅបេះស្លឹកខ្នឹងទេខ្ញុំទៅចាប់ទាញវ៉ាផៅដោយសារតែការហ្នឹងបែងចែកច្បាស់ទេបងប្អូនអើយដល់ពេលទាញមកឡងស្អុយក៏គ្រប់ពេញដៃហើយដល់ពេលឥឡូវហ្នឹងទាញស្លឹកខ្នឹងមានអារម្មណ៍ថានៅតែចង់លួចហិតទេណាខ្លាចច្រឡំវ៉ាផោមដូចការនៅពីទូចទៀតហើយស្លឹកខ្នឹងហ្នឹងខ្ញុំឃើញនៅផ្សារបងប្អូនមានលក់ច្រើនណាគេយកទៅឆាគ្រឿងឆាអីហ្នឹងប៉ុន្តែសម្រាប់ខ្ញុំបេះដោយសារតែនៅក្រោយផ្ទះរឿងសបោយើងអាចសំចៃបានមួយផ្នែកដែរបេះស្លឹកខ្នឹងហើយទៅរកបេះស្លឹកក្រូចសើចម្ដងបងប្អូនដោយសារតែនៅក្រោយផ្ទះមានដើមក្រូចសើចពីរបីដើមដែរគ្រាន់ទុកស្លហូបអញ្ចឹងណាហើយបេះទៅគ្រាន់តែយកទៅបុកផ្សំជាមួយគ្រឿងដែលខ្ញុំទិញគេនៅផ្សារព្រោះថាខ្ញុំអត់មានពេលមកបុកគ្រឿងនៅផ្ទះឲ្យបងប្អូនយកមកដាក់បន្ថែមមួយគ្រឿងថែមខ្ទឹមថែមអីទៀតទៅគឺវាធ្វើឲ្យគ្រឿងនឹងឈ្ងុយបើយើងទិញគេមកស្លសុទ្ធអត់ឈ្ងុយទេហើយមកដល់ក្នុងផ្ទះបាយខ្ញុំគ្រាន់តែច្របាច់តកួនឲ្យវារៀងតុនបន្តិចហើយអាចហាន់ដាក់ចូលសម្លបានហើយទៅងាយស្រួលមែនទែនបាច់ហត់ដំទេសម្រាប់ខ្ញុំមកព្រោះដោយសារតែខ្ញុំមកចូលចិត្តហូបតកួនបែកនៅក្នុងសម្លអញ្ចឹងណាមានអារម្មណ៍ថាវាវល់ដូចបាយជ្រូកហើយសម្រាប់ស្លឹកខ្នឹងនិងស្លឹកក្រូចសើចដែលខ្ញុំបេះមកមុនហ្នឹងយើងដាក់លាងទឹកវាឲ្យស្អាតទៅតែមិនបាច់លាងខ្លាំងណាស់ទេព្រោះដោយសារតែនៅហ្នឹងវាមានគីមីអីទេគ្រាន់តែមានដីប្រឡាក់តិចតួចតែប៉ុណ្្នឹងឯងបន្ទាប់មកទៀតខ្ញុំបុកស្លឹកក្រូចសើចឲ្យវាបែកក្លិនឲ្យឈ្ងុយឲ្យម៉ត់មកហើយដាក់ខ្ទឹមបញ្ចូលមកបងប្អូនដើម្បីបុកលាយជាមួយគ្រឿងអញ្ចឹងណានិយាយទៅខ្ញុំមិនអ្នកជំនាញទេស្លអីគឺថាងាយលឿនព្រោះឲ្យតែពេលដល់ម៉ោងខ្ញុំចេញពីបរិញ្ញាហ្នឹងគឺវាម៉ោង11ជ្រេចូល11កន្លះអីហើយបើសិនយើងនៅអូកន្លះយូរទៀតម៉ែគាត់ក្របានហូបអញ្ចឹងហើយមានតែបញ្ញាប់ធ្វើបែបលឿននេះអញ្ចឹងណាបុកគ្រឿងហើយចាប់ផ្ដើមដាក់ប្រេងអូលីវចូលដើម្បីឆាជាមួយគ្រឿងឲ្យវាឡើងឈ្ងុយសិនបងប្អូនបានយើងដាក់សាច់គោនិងឆ្អឹងជំនីជ្រូកចូលហើយសម្រាប់សាច់គោនិងឆ្អឹងជំនីជ្រូកខ្ញុំជ្រើសរើសយកសាច់សុទ្ធទៅបងប្អូនដោយសារតែម៉ែរបស់ខ្ញុំមិនអាចហូបខ្លាញ់ខ្ញុំអីពេលផ្ដាស់បានទេបើថាដោយខ្លាញ់តិចតួចអីចឹងទៅព្រួយខ្លាញ់គាត់លើជាតិខ្លាញ់ទៀតនិយាយទៅគោតែគ្រឿងហ្នឹងហើយដាក់តែសាច់ឲ្យវាឆ្អិនមកបងប្អូនឲ្យវាឈ្ងុយចូលគ្នាមកដាក់គ្រឿងអំបិលវាចេញស្ករទៅតាមការចូលចិត្តរបស់យើងហើយបើខ្ញុំដាក់សាបឡែមដាក់តកួនដាក់អីចូលដាក់ស្លឹកខ្នឹងចូលមករួចរាល់វិធីសាស្ត្រមួយនេះគឺជាវិធីសាស្ត្រកូនពៅហើយអញ្ចឹងណាគេកូនពៅអត់តន់ចេះស្លអីហ្នឹងអាចរៀនស្លតាមខ្ញុំបានហើយពេលដែលខ្ញុំដួសម្ហូបចេញឲ្យម៉ែរួចរាល់ហើយបើខ្ញុំដាក់រ៉ូឌីចូលបន្តិចរួចរាល់ជាការស្រេចសម្រាប់ផ្លែឈើរបស់ម៉ែខ្ញុំថ្ងៃនេះមានតាំងពី strawberry cherry អីរៀងច្រើនគាត់បានដែរបាយ